ជាដំបូងសូមនមស្ការក៏ដូចជាចម្រើនពរញាតិញោមទាំងអស់គ្នាអាត្មាភាពទេជគុណគង្គាថ្ងៃនេះបានឱកាសក្នុងការនាំញោមស្រីក៏ដូចជាបងប្រុសរបស់អាត្មាភាពដែលគាត់បានឡើងមកពីខេត្តកាលពីថ្ងៃទី7ខែ7ដែលត្រូវជាខែកក្កដាហ្នឹងឆ្នាំ2020អ្នកមកពីខេត្តកំរោលបានជួយជាមួយនឹងសារមន្ទីរជាតិណាយើងបានឱកាសហ្នឹងក៏នាំគាត់មកមើលជាមួយនឹងវត្ថុបុរាណក៏ដូចជាដែលជាតតាំងប្រវត្តិសាស្ត្រផ្សេងៗនៅក្នុងនឹងច្រើនមែនតើហើយសម្រាប់ថ្ងៃហ្នឹងគឺអាត្មាបានឱកាសបែបហ្នឹងក៏នាំគាត់មកមើលចឹងទៅគឺគាត់មានបញ្ហាដូចជាបងប្រុសអាត្មាភាពហ្នឹងគាត់មានបញ្ហាទៅលើច្រមុះរបស់គាត់ដោះសាច់ច្រមុះទាំងសងខាងតែម្ដងចង់មិនចង់គឺត្រូវតែឡើងមកបើនិយាយទៅគាត់ជាប់ពលធ្វើការងាររបស់គាត់ដែរប៉ុន្តែឆ្លៀតពេលដើម្បីមកដោះស្រាយជាមួយនឹងបញ្ហាជីវិតចោលអត់កើតទេរបស់ទាំងអស់ហ្នឹងហើយណាមួយគាត់មានបញ្ហាហ្នឹងគឺដូចជាគាត់ទ្រាំឡើងប្រហែលខែដែរហើយតម្រាំដាច់ចិត្តមកហ្នឹងព្រោះគាត់ធ្វើការអញ្ចឹងទៅអត់មានអ្នកជំនួសការងាររបស់គាត់តម្រាំតែមានអ្នកជំនួសគាត់អញ្ចឹងទៅក៏គាត់ឆ្លៀតពេលហ្នឹងទៅមកវះកាត់សាច់ច្រមុះប៉ុន្តែគាត់ថាមកដល់ភ្លាមហ្នឹងក៏មិនទាន់បានវះកាត់អីភ្លាមដែរគាត់ត្រូវទទួលជាមួយនឹងវិជ្ជាបញ្ជារបស់ប៉ែតសិនណាប៉ែតគាត់ថាឲ្យគាត់ហូបជាមួយនឹងថ្នាំរយៈពេល7ថ្ងៃអញ្ចឹងទៅមើលតែថាវាធូរហើយអាហ្នឹងទៅផ្ទះវិញបានប៉ុន្តែបើវាមិនធូរទេអាហ្នឹងអាចប្រឈមជាមួយនឹងការវះកាត់ក៏ដូចជាត្រូវការពិនិត្យពីវិជ្ជាបញ្ជារបស់ប៉ែតបន្ថែមទៀតចំណុចទាំងហ្នឹងថ្មមិនសូវដឹងច្បាស់ដែរដោយសារតែនឹងតកតងជាមួយនឹងពេទ្យអាចថាផ្លុំឲ្យវាស្ងួតឲ្យវាស្វិតអីចឹងទៅក៏អាត្មាដឹងដែរប៉ុន្តែនិយាយទៅបញ្ហាបងអាត្មាហ្នឹងគឺវាច្រើនមែនតើហើយបើនិយាយពីអាត្មាវិញណាយកធម៌ប្រពុតមកប្រាប់បងប្រយោជន៍ប្រយោជន៍បងប៉ុន្តែជួបបញ្ហាច្រើនមែនតើញោមកាលណាគុំចាស់គុំព្រះអង្គដោយកាលពីកំឡុងមួយឆ្នាំមុនណាបន្ទាប់ពីញោមប្រុសស្លាប់មិនទាន់ប្រហែលសប្តាហ៍ផងបើនិយាយទៅគាត់តែញោមកណាអាត្មាភាពហ្នឹងគាត់ស្លាប់ទទួលអនិច្ចកម្មចឹងទៅបងប្រុសហ្នឹងគាត់នៅខេត្តរបស់ការងាររបស់គាត់ចឹងទៅជាអ្នកដឹកអង្គរហើយក៏ជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ចឹងទៅហើយបាក់ដៃបាក់ជើងចឹងទៅសឹងថាបាត់បង់ទៅដល់អាយុជីវិតប៉ុន្តែយើងនិយាយមួយម៉ាត់ទៅបើតាមធម៌ព្រះគេហៅថាបុណ្យមិនទាន់អស់ណាគឺនៅអាយុជីវិតធម្មតាប៉ុន្តែគាត់បញ្ហាច្រើនហ្នឹងគឺគាត់មានបញ្ហាដៃហើយនឹងជើងបន្ទាប់មកមិនទាន់តាំងបានប្រមាណផងក៏ទទួលបន្ទុកមួយទៀតហ្នឹងគឺថាបញ្ហាដោះសាច់ច្រមុះហើយសាច់ច្រមុះហ្នឹងគឺភ្លាមគាត់អត់ដឹងទេប៉ុន្តែរយៈពេលយូរមែនតើទម្រាំគាត់ដឹងហើយក៏ដូចជាគាត់ប្រាប់មកកាន់ញោមស្រីអាត្មាភាពដោយសារតែមួយរយៈនោះញោមស្រីកណាអាត្មាភាពហ្នឹងគឺគាត់ដូចមកមានញឹកមែនតើដូចមានដៃ100អញ្ចឹងគឺថាទៅណេះផងទៅនោះផងប្អូនត្រូវគ្រោះថ្នាក់ចរាចរណ៍ចំណែកឪពុកវិញគឺត្រូវទទួលមរណភាពបើនិយាយទៅគឺផ្ទួនគ្នាតែម្ដងប៉ុន្តែមិនអីទេយើងអាចដោះស្រាយបានតាមកលៈទេសៈមួយហើយក៏ឆ្លងកាត់បានហើយឥឡូវសង្ឃឹមថាបងប្រុសអាត្មាភាពគាត់មកក្នុងថ្ងៃនេះនឹងទទួលបានជាមួយនឹងដំណឹងល្អពីពេទ្យប៉ុន្តែនឹងមានតែចាំមើលមួយសប្តាហ៍ទៀតទេគាត់ចាំមួយសប្តាហ៍ហើយបន្ទាប់ពីគាត់ហូបថ្នាំហើយមើលទៅថាធូរស្បើយអានឹងអាចត្រឡប់ទៅផ្ទះវិញបានប៉ុន្តែបើក្នុងលក្ខខណ្ឌថាហូបហើយអត់ធូរស្បើយអានឹងមានតែបន្តនៅពេទ្យក៏ដូចជាឲ្យពេទ្យពិនិត្យឬមួយក៏ត្រូវធ្វើយ៉ាងណានោះក៏តាមវិជ្ជាវិទ្យារបស់ពេទ្យបន្ថែមទៀតនេះបើតាមគាត់ប្រាប់ខ្ញុំកណ្ដាអាត្មាភាពណាគាត់ប្រាប់ថាអាចថាគេផ្លុំសម្ងួតអាដុំសាច់ហ្នឹងណាឲ្យវារួញទូចចឹងទៅប៉ុន្តែបើក្នុងលក្ខខណ្ឌថាវាបើន័យថាសាច់ហ្នឹងវារឹងហើយអាហ្នឹងអត់អាចផ្លុំបានអាហ្នឹងដាច់ខាតគឺត្រូវតែវះកាត់តែម្ដងប៉ុន្តែបើក្នុងលក្ខខណ្ឌថាវាអត់ទាន់កើតជាដុំរឹងទេអាហ្នឹងយើងអាចធម្មតាអាចផ្លុំឲ្យសម្ងួតអីចឹងណាប៉ុន្តែសម្រាប់ចំណុចហ្នឹងអាត្មាភាពក៏មិនសូវជាដឹងច្បាស់ដែរតើតើជាមួយនឹងវិជ្ជាបញ្ជារបស់ពេទ្យជាចុងក្រោយនៃវីដេអូអាត្មាភាពក៏សូមអធិស្ឋានមែនតើរាល់ពាក្យសម្ដីនិយាយទៅមិនសមរម្យត្រង់ណានោះក៏សូមអធិស្ឋានទុកជាមុនបើនេះទៅគោលបំណងវីដេអូហ្នឹងអាត្មាទុកមើលសម្រាប់ខ្លួនឯងក៏ដូចជាគ្រួសារហ្នឹងរយៈពេល5ឬមួយក៏10-15ឆ្នាំទៅមុខទៀតចឹងទៅទុកមើលទុកជាអនុស្សាវរីយ៍ប៉ុន្តែបើអាត្មាគោលបំណងធំណាដោយសារតែគ្រួសារអាត្មាវាជួបបញ្ហាច្រើនចង់នឹកថាទៅមុខទៀតវាមានបញ្ហាអីទៀតត្រូវដោះឥឡូវអាត្មាព្យាយាមដោះតាមកលៈទេសៈតាមធម៌ព្រះអង្គក៏សម្ដែងថាអ្នកណាក៏មានទុកដែរមិនតែយើងទេអាត្មាក៏យកចំណុចមួយហ្នឹងមកពិចារណាក៏ដូចជាយកមកដាក់លើខ្លួនអញ្ចឹងណាតែងតែគិតចំណុចហ្នឹងបានថាអាត្មាហ្នឹងក៏តែងតែដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងតាមចំណុចនីមួយៗចឹងទៅព្រោះនរណាគេក៏មានបញ្ហាដែរប៉ុន្តែគាត់ថាពេលខ្លះបញ្ហាវាលុះលុបក៏យើងពិបាកក្នុងការទទួលយកដែរប៉ុន្តែអត់អីទេយើងអាចដោះស្រាយតាមរយៈ step ចឹងទៅហើយក៏សូមអធិស្ឋានមែនទេបើសិនអាត្មាភាពនិយាយទៅឲ្យខុសឆ្គងលើលួសខ្វះខាតត្រង់ណានោះក៏សូមអធិស្ឋានមែនទេព្រោះពេលសម្ដីអាត្មាមិនបានរៀបចំទុកជាមុនទេនិយាយ direct ទៅម្ដង
đấy luôn Ôi pi bơi vào vào mưa tà lay vậy đó như được sờ lạnh người này vô người nào nó sờ lạnh cầm nụ con tay cầm nụ cô đỡ đáy rừng như nhau mày đẹp nè mơ mơ thật lại xui nè đủ này mà mơ tên nó rừng xa đây mà có đấy các bạn về mà xả cằn rồi tên nó đã rụng cô với chùm hiến xa tiền muối màu đấy
ជួយចិត្តពណ៌ណាអាណាដែលត្រូវជាមួយនឹងសពុតញោមជួបមកនឹងដឹកតម្លៃបាននេះបែរគេទៅ$50ចោលបណ្ដោយខ្មែរអូប្លុកនេះអត់មាននិយាយថារឿងលុយចាយច្រើនទេគឺអត់លុយអរេទៅមើលមួយអត់អីទេអីទីជាសាវរីសាវរីបងនេះទុកដាក់អីផឹកនៅកាហ្វេមកបានអត់ទៅបានសួរគេមានតម្លៃមើល4ម៉ែត្រយកមួយស្លាញ់មួយណាអត់ទេរកបានទៀតអត់ទេញោមស្លាញ់មួយណាសំខាន់ដូចញោមពាក់ពណ៌ណាត្រូវឃើញថាពាក់ពណ៌ហ្នឹងពណ៌ណាគេថាពណ៌ណាត្រូវមើលអានេះមានផតមែនផតតែមួយតែមែនអត់មានផតតែមួយយ៉ាស្វាញ់អាហ្នឹងអត់ទេខ្មៅមួយណាទៅណាមួយហ្នឹងគឺអាចដែរនៅរឿងស្អាតនេះរឿងខ្លាហ្នឹងក៏បានអានេះពីរហ្នឹងតំណងតាក់ទឹកលុយអរេនេះយកនេះឲ្យស្អាតចាំតិចមួយមើលកាតបានឯខ្លះនឹងទិញបានឯខ្លះមើលសុំមើលទីមើលបានឯខ្លះបានបងទឹកអូម្នាក់មួយបានម្នាក់មួយដែរចាំអត់បន្លាស់តញោមចាំយកទឹកញោមការយកបើការអីញោមបើអរគុណhộp cà phê hộp bây giờ nhỉ à này tập thì sự kia nghe rõ mấy đấy học và đà ở đây trong như tha relax topica nghe cloud và đây tha thua rong cloud đây chẳng ấy ok